តើអ្នកដឹងទេថាសត្វក្ងានមិនមែនគ្រាន់តែជានិមិត្តរូបនៃភាពស្អាតស្អំនិងក្តីស្រឡាញ់នោះទេនៅក្នុងវប្បធម៌និងទេវកថាជាច្រើនជុំវិញពិភពលោកពួកវាត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏មានឥទ្ធិពលនៃព្រលឹងវិញ្ញាណនិងជាអ្នកជូនដំណើរព្រលឹងទាំងនោះទៅកាន់បរលោកមកដឹងពីជំនឿដ៏គួរឲ្យភ្ញាក់ផ្អើលនិងអាចកំបាំងជុំវិញសត្វបក្សីមួយនេះទាំងអស់គ្នាទេវកថាក្រិកនិងរ៉ូម៉ាំងមានជំនឿថាសត្វក្ងាននឹងមិនដែលច្រៀងទាល់តែសោះក្នុងមួយជីវិតរបស់វារហូតដល់ថ្ងៃដែលវារៀបនឹងស្លាប់ទើបវាបន្លឺបទចម្រៀងដ៏ពិរោះរណ្ដំបំផុតតែម្ដងគត់ដើម្បីលាចាកលោកនេះទៅដែលជាប្រភពនៃពាក្យថាស្វានសងពួកវាក៏ជាអ្នកនាំព្រលឹងមនុស្សឆ្លងកាត់ទៅកាន់ពិភពខាងមុខផងដែរសាសនាហិណ្ឌូសត្វក្ងានគឺជាសត្វជំនិះដ៏ពិសិដ្ឋរបស់ព្រះម៉ែសសវតីព្រះម៉ែនៃប្រាជ្ញាចំណេះដឹងសិល្បៈនិងតន្ត្រីក្រៅពីតំណាងឲ្យបញ្ញាញាណដ៏ខ្ពង់ខ្ពស់ហើយក្នុងជំនឿហិណ្ឌូពួកវាក៏មានតួនាទីនាំវិញ្ញាណរបស់អ្នកលាចាកលោកទៅកាន់បរលោកដូចគ្នាទេវកថាបុរាណ Celtic កុលសម្ព័ន្ធ Celtic មានជំនឿដ៏ romantic មួយហៅថាការផ្លាស់ទីនៃព្រលឹង soul migration គេជឿថានៅពេលដែលមនុស្សម្នាក់ស្លាប់ទៅព្រលឹងរបស់ពួកគេនឹងមិនបាត់បង់ទៅណាឡើយប៉ុន្តែនឹងប្រែក្លាយរូបរាងទៅជាសត្វក្ងានដ៏ស្រស់ស្អាតហើយហោះហើរធ្វើដំណើរទៅកាន់ពិភពម្ខាងទៀតរឿងព្រេងជនជាតិដើមអាមេរិកសម្រាប់ជនជាតិដើមភាគតិចអាមេរិក Native American សត្វក្ងានជានិមិត្តរូបនៃការផ្លាស់ប្ដូរនិងការរស់ឡើងវិញមានសាច់រឿងជាច្រើនដំណើរថាសត្វក្ងានបានហោះហើរទៅបាត់ហើយក្រោយមកក៏ត្រឡប់មកវិញដោយប្រែកាយជាស្ត្រីដ៏មានសម្រស់លើសលប់ដែលតំណាងឲ្យក្តីសង្ឃឹមនិងការចាប់ផ្ដើមជាថ្មីទេវកថាចិននៅក្នុងជំនឿបុរាណរបស់ចិនសត្វក្ងានមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយព្រះម៉ែស៊ីវ៉ាងមូដែលជាព្រះម៉ែដ៏មានមហិទ្ធិឫទ្ធិខាងសេចក្តីស្រឡាញ់សម្រស់និងភាពសិរីសួស្តីពួកវាធ្វើជានិមិត្តរូបដ៏ពិសិដ្ឋក្នុងការផ្សារភ្ជាប់គ្នារវាងពិភពមនុស្សលោកនិងពិភពឋានសួគ៌ទោះបីជាស្ថិតក្នុងវប្បធម៌ខុសគ្នាយ៉ាងណាក៏ដោយក៏មនុស្សជាតិគ្រប់ជំនាន់នៅតែមើលឃើញសត្វក្ងានក្នុងរូបភាពដ៏ខ្ពង់ខ្ពស់រាល់ចលនាដ៏ល្វត់ល្វន់និងរឿងព្រេងនៃការជូនដំណើរព្រលឹងរបស់ពួកវាគឺជារឿងរំលឹកយើងម្នាក់ៗឲ្យមើលឃើញពីតម្លៃខាងវិញ្ញាណអារម្មណ៍ដ៏ជ្រាលជ្រៅនិងភាពអាចកំបាំងនៃវដ្តជីវិតដែលមិនអាចកាត់ថ្លៃតើអ្នកធ្លាប់ឮជំនឿអំពីសត្វក្ងានដែរឬទេសរសេរមតិរបស់អ្នកនៅខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីស្វែងយល់ពីរឿងរ៉ាវអាថ៌កំបាំងនិងប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត